ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះថ្ងៃនេះខ្ញុំសូមមកបង្ហាញពីវិធីធ្វើលីងមាន់គល់ស្លឹកគ្រៃអញ្ចឹងគ្រឿងផ្សំដែលយើងយកមកធ្វើម្ហូបនេះយ៉ាងណាយ៉ាងណីអញ្ជើញធ្វើជាមួយនឹងខ្ញុំទាំងអស់គ្នាចានេះខ្ញុំប្រើមាន់ស្រែចំនួន1យើងកាត់ចិញ្ច្រាំជាដុំមិនធំពេកក៏មិនតូចពេកដែរបងប្អូនយើងកាត់មិនល្មមទៅតាមចំណូលចិត្តរបស់បងប្អូនហើយបាទចំណែកនេះខ្ញុំគឺកាត់មិនល្មមប៉ុណ្ណឹងឯងពីព្រោះបើមិនយើងឲ្យកាត់ធំពេលដែលយើងបងគ្រឿងទៅគឺអត់សូវចូលជាតិគ្នាល្អចាគ្រឿងផ្សំបន្តទៀតហ្នឹងគឺគល់ស្លឹកគ្រៃនិងខ្ញុំមានគល់ស្លឹកគ្រៃចំនួន10គល់ណាគឺយើងយកមកហាន់ជាចំណិតស្ដើងចាហើយបន្តមកទៀតគឺយើងហាន់រំលែងជាចំណិតតែហ្នឹងចំនួន1មើមចាបន្តមកទៀតគឺស្លឹកក្រូចគឺយើងយកមកទៅហែកបែបហ្នឹងមកដូចជានេះខ្ញុំចាហើយបន្តទៀតគឺខ្ទឹមសនិងខ្ទឹមក្រហមគឺមានខ្ញុំយកចំនួន3មើមចំណែកខ្ទឹមសចំនួន1មើមហើយយើងពុះជាពីរចាបន្តទៀតគឺម្ទេសនេះខ្ញុំយកម្ទេសដៃនាងយកមកខ្ញុំពុះជាពីរបែបហ្នឹងនេះខ្ញុំប្រើចំនួនតែ10ផ្លែពីព្រោះកូនរបស់នេះខ្ញុំគឺញ៉ាំតែពុកម៉ែបងប្អូនចង់ដាក់ច្រើនក៏បានដែរហើយខ្ទឹមនេះខ្ញុំច្រាំទឹកយកទៅឆាអញ្ចឹងយើងច្រាំទឹកមួយឡែកសិនចាឃើញថាគ្រឿងរបស់នេះខ្ញុំគឺបានហាន់រួចរាល់ហើយចាឥឡូវយើងមកបំពងសាច់មាន់ខ្លាញ់យើងចាក់ឲ្យច្រើនទុកឲ្យក្តៅហើយបន្ទាប់មកយើងដាក់សាច់មាន់ចូលបំពងឲ្យបានក្រហមល្អតែឃើញថាមាន់យើងបំពងរួចរាល់ហើយយើងដួសទឹកមួយដុំសិនឲ្យស្រស់ខ្លាំងបានល្អចាបន្តមកទៀតគឺយើងយកខ្លាញ់ដែលយើងមកបំពងសាច់មាន់នេះគឺយកមកបំពងគ្រឿងរបស់យើងដែលមានគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចនិងខ្ទឹមសខ្ទឹមក្រហមយើងបំពងរហូតដល់តែឡើងស្រួយហើយយើងស្រង់ទឹកមួយឡែកសិនបន្ទាប់ពីយើងរៀបចំគ្រឿងស្រូវរបស់យើងរួចរាល់ហើយយើងមកបំពងខ្ទឹមសហើយយើងប្រើស្ករត្នោតចំនួន1ស្លាបព្រាទឹកត្រីរ៉តឌីប៊ីចេងប្រេងខ្យងទឹកស៊ីអ៊ីវបន្តមកទៀតយើងចាក់សាច់ដែលយើងបានបំពងចូលកូរចូលគ្នាឲ្យសព្វនេះខ្ញុំដាក់ទឹកម្ទេសឆាចូលបន្តិចហើយយើងកូរចូលគ្នាឲ្យសព្វគ្រឿងបានល្អបន្តមកទៀតគឺយើងចាក់គ្រឿងដែលយើងបានបំពងដែលមានស្លឹកក្រូចស្លឹកគ្រៃខ្ទឹមសខ្ទឹមក្រហមយើងច្របល់ចូលគ្នាឲ្យបានសព្វល្អយើងមិនបាច់ចាំទុកយូរពេកទេបងប្អូនពីព្រោះគ្រឿងរបស់យើងគឺបានឆ្អិនអស់ហើយអរគុណពុកម៉ែបងប្អូនសម្រាប់ការទស្សនាវីដេអូរបស់នេះខ្ញុំតាំងពីដើមរហូតដល់ចប់អរគុណជួបគ្នាវីដេអូក្រោយ